ចាថ្ងៃនេះខ្ញុំមកអានរឿងទុំទាវរឿងទុំទាវគឺជាស្នេហាវមាសប្រកបដោយទុក្ខសោកយ៉ាងព្រឺព្រួចដែលជាស្នាដៃប្រឡំលោកកំណាព្យដ៏ឆ្នើមរបស់ព្រះភិក្ខុសោមនិពន្ធនៅក្នុងឆ្នាំ1915ក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិនាសម័យលង្វែកដំណើររឿងគឺចាប់ផ្ដើមពីតួអង្គទុំដែលជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់រស់នៅក្នុងស្រុកបាភ្នំខេត្តព្រៃវែងទុំបានបួសរៀននៅវត្តវិហារធំជាមួយមិត្តឈ្មោះពេជ្រទុំគឺមានរូបស្រស់សង្ហាព្រមទាំងមានសម្លេងពីរោះចេះទាំងមន្តអាគមចេះទាំងធ្វើតោកលក់ជាមួយពេជ្រទៀតផងចំណែកឯពេជ្រគឺមានជំនាញខាងផ្លុំពៃពួកគេត្រូវរើគ្នាណាស់ថ្ងៃមួយទុំមានគំនិតគិតចង់ទៅលក់តោកនៅស្រុកឆ្ងាយណែនទាំងពីរក៏បានសុំលាលោកគ្រូយកតោកទៅលក់នៅត្បូងឃ្មុំលោកគ្រូក៏បានអនុញ្ញាតហើយផ្ដែផ្ដាំថាឲ្យរក្សាតម្លៃខ្លួនជាសង្ឃលុះមកដល់ត្បូងឃ្មុំអ្នកស្រុកពេញចិត្តនឹងទុំជាខ្លាំងព្រោះទុំស្មូតលក់តោកបានពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆោមកស្ដាប់នាងណូជាអ្នកបម្រើស្មោះត្រង់ដែលមានតួនាទីមើលថែនាងទាវនាងណូមិនត្រឹមតែជាអ្នកបម្រើនោះទេប៉ុន្តែស្ទើរតែជាបងស្រីបង្កើតឬជាមិត្តជិតស្និទ្ធបំផុតរបស់នាងទាវនាងណូបានដើរផ្សារក៏ឃើញគេផ្អើលមើលណែនទុំស្មូតនាងណូក៏ពេញចិត្តនឹងសម្លេងដ៏ពីរោះរបស់ទុំហើយក៏នាំយកដំណឹងនេះទៅប្រាប់អូនទាវទាវក៏មានចិត្តចង់ស្ដាប់ក៏សុំម្ដាយឲ្យនិមន្តនាងទុំមកស្មូតនៅផ្ទះ